vậy vì một cái mình tên mà ngày muốn bà đinh cục đinh vay đinh thét bóng phá như rốt dôn kế ai lớn nơi bê đai sầm mắt cái chắp bán bóng ôn khơi nha mục slot mình tên tại mà đòn bà hơi ở ngày ní tam ca bằng ho nơi lơ bản đáy skum Facebook rồi bo ai ở đom sân ấy ai chun ở rấn bà snon ca krongលោកបានបង្ហោះនឹងរៀបរាប់ថាខ្ញុំសូមអំពាវនាវដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយសូមចូលខ្លួនមកអធិការនគរបាលខណ្ឌដូនពេញដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុដែលស្រែកមុនគេកំពុងរត់គេចខ្លួនយុវជន6នាក់ជាអ្នកដៃដល់ប្រើហិង្សាដោយមិនគិតអំពីច្បាប់នឹងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀតត្រូវបានចាប់ខ្លួនបណ្ដាហើយមានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្តថាខ្ញុំអត់និយាយលេងទេខ្ញុំសូមជម្រាបដល់ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុសដែលសង្គមនិងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញគ្រួសារមានវិន័យប្រទេសមានច្បាប់គឺច្បាប់មិនអនុញ្ញាតគឺច្បាប់មិនអាចទុកឲ្យជនមួយក្តាប់តូចបង្កចលនានៅក្នុងសង្គមរួចខ្លួនបានទេបាទនេះជាការបង្ហោះរបស់អាដាមសេនីយ៍ឯកបាទជួនរិនដែលជាស្នងការនគរបាលរាជធានីភ្នំពេញបងប្អូនហើយបងប្អូនបានឃើញហើយសកម្មភាពប្រហែលថ្ងៃនេះគឺខ្ញុំបានបង្ហាញនៅលើបណ្ដាញសង្គមគឺមុខច្បាស់តែម្ដងឥឡូវមុខនេះអ្នកដែលអត់តន់ចូលខ្លួនណាបើដឹងចូលខ្លួនទៅហើយទៅសមត្ថកិច្ចកំពុងតាមចាប់ហើយបាទហើយបងប្អូនឃើញមុខកាចមែនតើមុខពួកគាត់កាចខ្លាំងមែនតើឥឡូវសមត្ថកិច្ចនឹងបន្តតាមចាប់បន្ថែមទៀតបាទហើយដំបូងខ្ញុំទទួលបាន4នាក់ឥឡូវ6នាក់ហើយមានទាំងអ្នកកាច់យកស្លាកលេខបានទៀតអញ្ចឹងសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវនឹងតាមចាប់អ្នកដែលបង្កបាទក៏ដូចជាអ្នកបែបបំផ្លិចបំផ្លាញនៅរថយន្តរបស់គេបាទខ្ញុំជឿជាក់បាទលើសមត្ថកិច្ចបាទលោកនឹងធ្វើការចាប់បាទហើយក៏អរគុណទៅដល់អាយដាមស្នងការជុនរិនគឺលោកបានធ្វើការតាមប្រមាញ់បាទដូចលោកបានបង្ហោះអញ្ចឹងគឺលោកអត់និយាយលេងទេអញ្ចឹងត្រៀមខ្លួនទៅហើយទៅបងប្អូននឹងបានពាក់កងដៃឆាប់ដូចបងប្អូនទាំង6នាក់នេះអញ្ចឹងបាទអរគុណនេះគឺជាព័ត៌មានដែលយើងទទួលបានក៏ដូចជាបងប្អូនបានមើលក្នុងបណ្ដាញសង្គមហើយប្រហែលថ្ងៃនេះនៅក្នុងរឿងរ៉ាវដែលដំបូងឡើយផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ទេបាទឈានដល់ការកើតឡើងនៅចំនួនហើយដេញតាមវាយកំទេចរថយន្តតែម្ដងដែលបង្កឲ្យមានការខូចខាតរថយន្តអវតារមួយគ្រឿងហើយខ្ញុំក៏បានសម្ភាសទៅអ្នកម្ចាស់រថយន្តក៏ដូចជាអ្នកនៅក្នុងហេតុការណ៍ដែលបងប្អូនបានដឹងហើយមួយថ្ងៃហ្នឹងអញ្ចឹងឥឡូវនេះសមត្ថកិច្ចលោកកំពុងធ្វើការស្រាវជ្រាវតាមចាប់អ្នកដែលពាក់ព័ន្ធបន្ថែមទៀតបងប្អូននេះគឺជាព័ត៌មានបាទអញ្ចឹងលំអិតនឹងបន្ថែមទៀតខ្ញុំនឹងធ្វើការលំអិតជូនបងប្អូនអរគុណជំរាបលាបាទថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាបងណែខ្លះល្ងាចឡើងចូលចិត្តញ៉ាំសាច់អាំងចូលចិត្តញ៉ាំប៊ូហ្វេឬក៏ជិលញ៉ាំគ្រឿងស្រវឹងអីជួបជុំមិត្តភក្តិបងប្អូនអីចឹងណាដែលគាត់ឧស្សាហ៍មានឬក៏មានជាកម្មវិធីអីញឹកញាប់ចឹងបងទាំងអស់គ្នាខ្លាចពេលខ្លះញ៉ាំច្រើនអីចឹងទៅបងខ្លាចលើចិត្តស្ករលើចិត្តខ្លាញ់លើចិត្តអាស៊ីតចឹងបងទាំងអស់គ្នាគួរតែមានជាមួយនឹងកៅអីបិទបាតជើង50នេះគឺនៅផ្ទះជាប្រចាំគឺល្អមែនតើបងទាំងអស់គ្នាគ្រាន់តែបិទបាតជើងមុនចូលគេងគឺវាជួយទៅបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងតាមរយៈរន្ធញើសបាតជើងហើយបន្ទាប់ពីបងទាំងអស់គ្នាពេលព្រឹកងើបពីគេងវិញណានេះបងអាចមើលបាននៅកន្លែងនេះគឺប្រទេសនេះគឺចាប់ផ្ដើមប្រែជាពណ៌ខ្មៅដែលវាបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងចេញពីរាងកាយហ្មង